បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះដោយសារធ្លាប់មានសំណួរពីបងអតិថិជនដែលគាត់ធ្លាប់សួរកន្លងមកដោយសារគាត់អត់ទាន់មានបទពិសោធន៍ប្រើ microphone គាត់ទើបតែចាប់ផ្ដើមប្រឡូកជាមួយនឹងវិស័យ online ឬក៏វិស័យ media អញ្ចឹងហើយគាត់ក៏សួរមកខាងខ្ញុំដោយសារគាត់ឃើញយើងមានលក់នៅផលិតផលជាច្រើនដែលមានលក្ខណៈខុសៗគ្នាទៅតាមបែបផែននៃ product នីមួយៗអញ្ចឹងសំណួរមួយដែលគាត់បានសួរថាតើគួរប្រើប្រភេទ microphone មួយណាជាពិសេសគាត់ចង់សួរថាតើគួរប្រើប្រភេទ microphone ដែលមានរូបរាងតូចឬក៏មានរូបរាងធំឬក៏រូបរាងជ្រុងឬក៏រូបរាងមូលអញ្ចឹងត្រង់ចំណុចហ្នឹងគឺសរុបរួមមកគឺបើសិនជាបងប្អូនមានលទ្ធភាពល្មមបងប្អូនអាចប្រើជាមួយនឹងប្រភេទ microphone ដែលមានតម្លៃសមរម្យមិនថារូបរាងបែបម៉េចទេគឺគុណភាពនៃការប្រើប្រាស់ដូចជាតម្រូវការនៃការប្រើប្រាស់គឺវាតែមួយដែលវាខុសទៅលើquality នៃ product នីមួយៗអញ្ចឹងណាអញ្ចឹងពាក់ព័ន្ធនឹងmicrophone មិនថាថោកមិនថាថ្លៃគឺគោលដៅយកទៅប្រើប្រាស់គឺតែមួយហើយបើខ្ញុំឧទាហរណ៍ពី model នេះបាទសម្រាប់ពី model នេះគឺសិតតែបាទ model កម្ពុជាដូចគ្នាពេញនិយមនៅក្នុងការប្រើប្រាស់ហើយនឹងមានតម្លៃគួរសមដូចគ្នាបើយើងប្រៀបធៀបនៅលើទីផ្សារគឺប្រភេទ model មូលនេះបច្ចុប្បន្នពេញនិយមជាងវាមានរូបរាងមូលតូចហើយបាទគឺមានតែឆក់នៅខាងក្រោយបែបនេះនេះគឺជាដៃឆក់របស់វាអញ្ចឹងវាងាយស្រួលនៅក្នុងការប្រើប្រាស់ជាង model ដែលមានរូបរាងធំ model ប្រភេទនេះទាំងធំទាំងទំហំធំទាំងធ្ងន់ទាំងក្រាស់គឺមានតែឆក់ដូចគ្នាអាចគៀបក៏បានអាចឆក់ក៏បានតែបើនិយាយពីគុណភាពសំឡេងគឺមិនលើសគ្នាម្យ៉ាងម្នាក់អានេះក៏សំឡេងល្អមួយនេះក៏សំឡេងល្អដូចគ្នាប៉ុន្តែវាខុសទាស់ត្រង់តម្លៃអញ្ចឹងបើសិនជាបងប្អូនជ្រើសយក model នេះការប្រើប្រាស់គឺវាសម្បូរបែបវាមានម៉ៃពីរគ្រាប់មានដុំទទួលសលេងទៅតាមទូរស័ព្ទនៃនឹងប្រភេទកាមេរ៉ាទូទៅហើយនឹងប្រភេទនេះគឺវាដូចគ្នាបើសិនជាបងទិញឈុតរបស់វាបងជ្រើសយក set របស់វាគឺវាមានតម្រូវទៅតាម device ផ្សេងដូចគ្នាហើយនឹងពាក់ព័ន្ធនឹងគុណភាពថ្មគឺអាចចន្លោះពី7-8ម៉ោងឡើងទៅគឺសម្រាប់ model original ដូចពី model នេះគឺថ្មវាកាន់ដូចអានេះសាកមកពេញបាន8ម៉ោងហើយយើងអាចសាកពីប្រអប់វាបានចន្លោះ30ម៉ោងបន្ថែមទៀតដូចអានេះចន្លោះពី10ម៉ោងឡើងទៅដោយសាររូបរាងវាធំវាញាត់ថ្មបានច្រើនជាងអញ្ចឹងវាធ្វើឲ្យគុណភាពថ្មរបស់វាក៏វាប្រើបានយូរជាងអញ្ចឹងឧបករណ៍អីក៏ដោយកាលណាវាមានរូបរាងធំគឺធម្មតាគឺវាអាចញាត់ accessory ពាក់ព័ន្ធនឹងគ្រឿងបង្គុំរបស់វានៅខាងក្នុងហ្នឹងគឺវាបានច្រើនជាងអានេះវាសំខាន់បំផុតនៅលើ chip មិនមែននៅលើរូបរាងតូចនិងធំទេបើ chip ល្អហើយនឹងប្រើប្រភេទថ្មល្អទោះជាថ្មនឹងទូចក៏វាអាចប្រើបានយូរអញ្ចឹងសរុបមកវិញគឺសំខាន់បំផុត chip ដែលមាននៅក្នុងនេះតើប្រើប្រភេទ chip អីគេបើសិនជាប្រើប្រភេទ chip ល្អដែលផលិតឡើងដោយក្រុមហ៊ុនផ្ទាល់ល្បីអត់យក chip អ្នកដទៃមកប្រើទេគឺបាទបងប្អូនបាច់បារម្ភទេពាក់ព័ន្ធនឹងរូបរាងអញ្ចឹងគុណភាពគឺជាចំណុចមួយហើយរូបរាង design គឺជាចំណុចមួយហើយនឹងគុណភាពថ្មកាន់គឺជាចំណុចមួយដែលយើងគួរតែជ្រើសរើសហើយនឹងផលិតផលនីមួយតែងតែផលិតមកចំនួនចុងក្រោយនេះគឺមានភាពប្រកួតប្រជែងគឺมันអាចធ្វើមកក្រោយគេហើយឲ្យមានគុណភាពអន់ជាងគេធម្មតា
ផលិតមកក្រោយត្រូវតែមានអ្វីដែលលើសគេបានយើងអាចប្រជែងជាមួយនឹងទីផ្សារបានអញ្ចឹងបញ្ជាក់ជូនបងប្អូនប៉ុណ្នេះសម្រាប់បងប្អូនដែលតែងតែសួរនាំថាmicrophone មួយណាល្អតម្លៃប៉ុណ្នេះប្រើកើតអត់ប៉ុណ្នោះប្រើកើតអត់សម្រាប់ខ្ញុំគឺខ្ញុំ recommend ថាទោះជាតម្លៃ$30-40ក៏បងប្អូនអាចប្រើបានដែរអាហ្នឹងសម្រាប់អីវ៉ាន់របស់ខ្ញុំតែបើអីវ៉ាន់សម្រាប់របស់គេអ្នកលក់ផ្សេងអ្នកដទៃគឺខ្ញុំអត់និយាយទេព្រោះខ្ញុំផ្ដោតទៅលើគុណភាពហើយអីវ៉ាន់របស់ខ្ញុំមួយគឺឆ្លងកាត់ការតេស្តគុណភាពទើបខ្ញុំយកមកលក់អញ្ចឹងបើមិនល្អគឺខ្ញុំមិនលក់ដាច់ខាតអញ្ចឹងណាអញ្ចឹងគ្រាន់តែបញ្ជាក់ជូនបងប្អូនប៉ុណ្ណឹងហើយបើសិនជាមកសួរនាំខាងខ្ញុំរកតម្លៃ$10 ជាងអីគឺខ្ញុំអត់មានលក់ទេគឺផលិតផលនៅក្នុង stock របស់ខ្ញុំតម្លៃទាបបំផុតក៏30ដែរឡើងទៅហើយបងប្អូនអាចយកទៅប្រើការបានអាចជំនួសជាមួយនឹងប្រភេទ microphone ថ្លៃបានបើទោះជាលទ្ធភាពបងប្អូនមានតិចតួចតែបងប្អូនអាចយកទៅប្រើការជាមួយនឹងការងាររបស់បងប្អូនបានគុណភាពក៏ដូចជាផលិតផលនីមួយៗគឺខ្ញុំមានធ្វើជាវីដេអូបង្ហាញក៏ដូចជារបៀបប្រើប្រាស់ជូនអញ្ចឹងអរគុណសម្រាប់ការតាមដានវីដេអូនេះបាទបងប្អូនមានតម្រូវការពាក់ព័ន្ធនឹងការជាវ microphone យកទៅផលិតមាតិកាក៏ដូចជាចង់បានប្រភេទជើងតម្រូវទូរស័ព្ទ tripod អីផ្សេងឬក៏ពាក់ព័ន្ធនឹងការងារផលិតមាតិកាបងប្អូនអាចតាក់ទងមកបានបាទអរគុណច្រើនបាយបាយ